ក្នុងស្រុកកាលីលេជាស្ត្រីដែលបានបំរុងទុកឲ្យមនុស្សអ្នកឈ្មោះយូសែបជាពូជវងដាវីតនាងនោះឈ្មោះម៉ារីទេវតាក៏ចូលមកឯនាងទូលថាជំរាបសួរនាងអស់នាងដែលប្រកបដោយព្រះគុណអើយព្រះអង្គម្ចាស់ទ្រង់គង់នៅជាមួយនឹងនាងក្នុងបណ្ដាពួកស្រីនាងជាស្ត្រីមានពរពេញនាងមានសេចក្តីធានដែលលើពាក្យនោះហើយទីទឹកក្នុងចិត្តពីពាក្យដែលជំរាបសួរនោះតើមានន័យដូចម្ដេចតែទេវតានិយាយថាគុំខ្លាចអីម៉ារីអើយត្បិតព្រះបានប្រោសមេត្តាដល់នាងហើយមើលនាងនឹងមានគភ៌ប្រសិទ្ធបានបុត្រាមួយដែលនាងត្រូវថ្វាយព្រះនាមថាយេស៊ូបុត្រនោះនឹងបានជាធំឧត្តមហើយគេនឹងហៅទ្រង់ជាព្រះរាជបុត្រានៃព្រះដ៏ខ្ពស់បំផុតព្រះម្ចាស់ដ៏ជាព្រះទ្រង់នឹងប្រទានរាជនៃលោកដាវីតជាពួកអាយកោទ្រង់ថ្វាយទ្រង់សោយទ្រង់ក៏សោយរាជលើពួកវងរបស់យ៉ាកុបនៅអស់កលរៀងទៅហើយរាជទ្រង់នឹងមិនត្រូវផុតឡើយតែម៉ារីសួរទេវតាថាខ្ញុំមិនស្គាល់ប្រុសណាផងដូច្នេះតើធ្វើដូចម្ដេចនឹងឲ្យការនេះសម្រេចបានទេវតាក៏ឆ្លើយថាព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសន្ធិដ្ឋលើនាងហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុតនឹងគ្របបាំងនាងដោយស្រមោលហើយដូច្នេះបុត្របរិសុទ្ធនឹងត្រូវបានប្រសូតមកនោះត្រូវហៅថាជាព្រះបុត្រានៃព្រះមើលឥឡូវអេលីសាប៊ែតជាញាតិនាងក៏មានផ្ទៃពោះកូនប្រុសក្នុងការតែចាស់ហើយដែរគឺអ្នកដែលគេបានហៅជាស្ត្រីដែរនោះនាងមានផ្ទៃពោះ6ខែមកហើយត្បិតការអ្វីដែលព្រះធ្វើឲ្យបានដូច្នេះសូមឲ្យបានសម្រាប់ពីពីចុះព្រោះទេវតាក៏ធ្វើចេញពីនាងបាត់ទៅខ្ញុំមកគុំសូមជើងគឺចុះ